បើតាមការបញ្ជាក់របស់អតីតយុវជនតស៊ូបានបង្ហាញអំពីវីរភាពបាទនិងភាពអង់អាចក្លាហានរបស់សម្ដេចតេជោសម្ដេចតេជោជាមេដឹកនាំគំរូផ្សារភ្ជាប់គ្រប់ស្រទាប់សង្គមនិងស្នើឲ្យយុវជននឹងចូលរួមបាទការពារជាតិបាទនេះជាការលើកឡើងរបស់អតីតយុវជនតស៊ូមួយរូបគឺអារម្មណ៍និរមសេនីសៅសុខាអតីតយុវជនតស៊ូមួយរូបដែលបានរួមដំណើរជាមួយនឹងសម្ដេចតេជោតាំងពីវ័យក្មេងហើយបានចាត់ទុកសម្ដេចតេជោថាជាមេដឹកនាំគំរូដែលអាចផ្សារភ្ជាប់មនុស្សបាទគ្រប់ស្រទាប់បាទសង្គមនិងគ្រប់និន្នាការនយោបាយបាទឲ្យរស់នៅជាមួយគ្នាបានដោយសន្តិភាពអារម្មណ៍នាយរមស្រីសៅសុខាដែលជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជវហាត់លើផ្ទៃប្រទេសហើយក៏ជាអតីតយុវជនតស៊ូមួយរូបដែលបានរួមដំណើរជាមួយនឹងសម្ដេចតាំងពីកុមារភាពនោះបានលើកឡើងថាសម្ដេចតេជោតែងតែចាត់ទុកប្រជាពលរដ្ឋខ្មែរទាំងអស់ជាបងប្អូនជនរួមជាតិមិនថាស្ថិតនៅក្នុងភាគីណាឬពណ៌សម្បុរអ្វីនោះទេដោយសារតែគោលចំហនេះហើយទើបសម្ដេចបានដាក់ចេញនូវនយោបាយឈ្នះដែលនាំមកនៅការបញ្ចប់សង្គ្រាមនិងការបង្រួបបង្រួមជាតិដោយជោគជ័យនិងមានពលរដ្ឋគ្រប់គ្រងរហូតមកដល់ពេលបច្ចុប្បន្ននេះគឺជាសំណួរមួយដ៏ល្អមួយទៀតហើយគឺកម្ពុជាបានសន្តិភាពគឺដោយនយោបាយឈ្នះហើយយើងត្រូវត្រឡប់មកវិញថាតើស្អីទៅនយោបាយឈ្នះនយោបាយឈ្នះគឺមានចំណុចសំខាន់3ដែលយើងត្រូវចាំទាំងអស់គ្នាទី1គឺការធានាបាទអាយុជីវិតទី2គឺធានាទ្រព្យសម្បត្តិហើយទី3គឺធានាការងារបានន័យថាអ្នកណាធ្វើកិច្ចការងារអីគឺធ្វើកិច្ចការងារហ្នឹងទៅគ្រាន់តែផ្ដាច់បញ្ចប់ការទទួលបទបញ្ជាពីអង្គការចាត់តាំងយោធានយោបាយរបស់មេខ្មែរក្រហមមកបាទហើយមកភ្ជាប់ជាមួយនឹងរាជរដ្ឋាភិបាលតាមរដ្ឋគោរពតាមរដ្ឋធម្មនុញ្ញគឺចប់បាទធ្វើចំណុចនេះបានគឺមិនមែនមានអ្នកណាធ្វើបានងាយទេខ្ញុំគិតថាសម្ដេចតេជោគឺលោកប្រមូលបានកម្លាំងមនុស្សយ៉ាងច្រើនដល់តាមលោកហើយទទួលបានជោគជ័យចាប់តាំងពីការចាប់ផ្ដើមដែលចេញដំណើររហូតមកដល់ពេលនេះគឺលោកគឺជាជាអ្នកដឹកនាំដែលលោកនិយមកណ្ដាលលោកនិយមកណ្ដាលមានន័យថាម៉េចមានន័យថាមិនឆ្វេងមិនស្ដាំដោយលោកបានមើលឃើញច្បាស់តាមការគិតរបស់ខ្ញុំលោកបានមើលឃើញច្បាស់ថាខ្មែរដែលឆ្លោះគ្នានោះវាកាប់សម្លាប់គ្នានោះពីលន់នល់មកកាន់ប៉ុលពតពីប៉ុលពតមកដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាមកដូរឈ្មោះរដ្ឋកម្ពុជារហូតមកដល់ព្រះរាជាណាចក្រកម្ពុជាទី2ក៏យើងនៅតែវាយគ្នាដែរមិនអញ្ចឹងបាទយើងវាយគ្នាតាំងពីឆ្នាំ93យើងបោះឆ្នោតហើយយើងបង្កើតរាជរដ្ឋាភិបាលចម្រុះហើយមានលទ្ធិប្រជាធិបតេយ្យហើយប៉ុន្តែសង្គ្រាមនៅតែប្រយុទ្ធគ្នាមនុស្សនៅតែស្លាប់របួសនៅតែរបួសដោយសារតែភាគីមួយនៃចំណោមភាគីទាំង4ដែលជំនួសនៅកម្ពុជានោះគឺខ្មែរក្រហមនេះគឺនៅក្នុងព្រៃណាអញ្ចឹងសម្ដេចមិនបានមើលឃើញបងប្អូនទាំងអស់ហ្នឹងជាខ្មាំងសត្រូវទេគឺបងប្អូនទាំងអស់ហ្នឹងគឺជាជនរងគ្រោះដោយសារតែមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យបាទអ្វីដែលយើងខ្ញុំកាន់តែច្បាស់ទៀតនោះគឺថាចាប់តាំងពីពេលចាប់ផ្ដើមមកសម្ដេចមិនបានរើសអើងវណ្ណៈបកពួកពណ៌សម្បុរទេបានន័យថាមនុស្សនៅជុំវិញសម្ដេចទាហានរបស់សម្ដេចគឺចម្រុះបាទមានមន្ត្រីនៃសង្គមចាស់ទាហាននៃសង្គមចាស់តាំងពីចំនួនបកូណាបញ្ញវន្តយុវជនសិស្សនិស្សិតកម្មករកសិករនិយាយរួមគឺសមាជិកភាពចម្រុះតែម្ដងបាទដែលរស់នៅជាមួយនឹងរបបលន់នល់បន្ទាប់មកទៀតក៏មានអ្នកដែលបម្រើការជាកម្មាភិបាលជាយុទ្ធជនជាយុទ្ធនារីបាទនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលបានភ្ញាក់រលឹកភៀសខ្លួនបាទទៅកាន់ប្រទេសវៀតណាមនៅពេលនោះបាទគឺសម្ដេចប្រមូលទាំងអស់
អត់បានបែងចែកថាហេនិន្នាការនយោបាយអានេះគឺរបបនេះអ្នកនោះគឺរបបនោះហើយអញ្ចឹងបេះដូងរបស់សម្ដេចលោកបើកចំហជាតិសម្រាប់ជាតិនិងប្រជាជនកម្ពុជាដោយមិនប្រកាន់ពណ៌សម្បុរឬអើងចាប់ផ្ដើមពីពេលនោះមកហើយអញ្ចឹងជោគជ័យដែលសម្ដេចទទួលជោគជ័យបានហ្នឹងដោយសារសម្ដេចគឺមើលឃើញច្បាស់ថាអ្វីទាំងអស់ដែលកើតនៅកម្ពុជាសង្គ្រាមចម្បាំងរាំងជលហ្នឹងគឺមកពីអ្នកនយោបាយតែមកក្រុមទូខ្ញុំទេរីឯអ្នកទាំងអស់គ្នាសិតតែជាជនរងគ្រោះដោយសារតែការបើកចិត្តទូលាយហ្នឹងហើយទើបសម្ដេចទទួលបានការគ្រប់គ្រងក្នុងពេលប្រើប្រាស់កម្លាំងដើម្បីផ្ដួលរំលំរបបឡាយពូជសាសន៍ប៉ុលពតក៏ប្រជាជនគ្រប់គ្រងក្នុងពេលដែលបោះឆ្នោតក៏ប្រជាជនគ្រប់គ្រងអញ្ចឹងហើយបានជាគណៈបកប្រជាជនកម្ពុជានេះបាទគឺអាណត្តិទី7នេះក៏បានបោះជូនគណៈបកប្រជាជនកម្ពុជាដែរសម្ដេចតេជោមិនមែនមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដោយសារចាញ់ឆ្នោតទេដោយសារសម្ដេចដកថយហើយនឹងផ្ទេរកិច្ចការងាររាជរដ្ឋាភិបាលនេះទៅជំនាន់បន្តវេនអញ្ចឹងនេះបញ្ជាក់ឲ្យឃើញថាសម្ដេចតេជោចាប់ពីការចាប់ផ្ដើមមករហូតដល់ពេលនេះគឺជោគជ័យរហូតដោយឡែកនៅក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់និងបញ្ហាអសន្តិសុខជាច្រើនពិសេសអំឡុងពេលដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃអារម្មណ៍នៃឧត្តមស្នេហ៍សៅសុខាបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបន្តរក្សាសាមគ្គីភាពជាតិពិសេសគឺយុវជនត្រូវខិតខំសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាពខ្លួននិងត្រៀមចូលរួមបំពេញកាតព្វកិច្ចការពារជាតិដើម្បីរួមចំណែកថែរក្សាសន្តិភាពនិងអធិបតេយ្យភាពរបស់កម្ពុជាពិសេសគឺការបំពេញកាតព្វកិច្ចយោធានិងទទួលបាននៅចំណេះជំនាញច្រើនពេលត្រឡប់មកវិញស្អីដែលធំសំខាន់ជាងគេគឺការសាមគ្គីបាទការឯកភាពសាមគ្គីបាទហើយសាមគ្គីកើតចេញពីអីសាមគ្គីគឺកើតចេញពីជំនឿហើយជំនឿកើតចេញពីអីកើតចេញពីភាពស្មោះត្រង់ហើយដើម្បីគេដឹងថាមនុស្សត្រង់ឬមិនត្រង់ដោយសារអីគឺតាមរយៈតម្លាភាពបើយើងធ្វើឲ្យមនុស្សទាំងអស់ឃើញថាយើងនឹងវាជ្រះថ្លាទៅហើយគេថាយើងត្រង់ហើយដល់យើងត្រង់ជឿហើយតែជឿហើយគឺស្រឡាញ់គឺគោរពការរាប់អាននឹងហើយសាមគ្គីក៏វាកើតតាមនឹងដែរអញ្ចឹងសរុបឲ្យខ្លីមកគឺពលឹងនៃការសាមគ្គីដែលខ្ញុំនិយាយមិញហ្នឹងគឺវាចេញមកពីភាពស្មោះត្រង់អញ្ចឹងការសាមគ្គីនេះគឺសំខាន់ណាស់ខ្វះអត់បានទេទៅរៀនមានសញ្ញាបត្រដល់ណាក៏ដោយបើអត់មានកម្លាំងទេសញ្ញាបត្រវានៅតែបាត់ទៅរហូតហ្នឹងមិនមានអ្នកជួយធ្វើបាទចេះតែម្នាក់ឯងហ្នឹងទៅបាទហ្នឹងរឿងវាអញ្ចឹងទី1ទី2គឺបញ្ហាប្រឈមយើងជាមួយនឹងប្រទេសជិតខាងយើងជាពិសេសគឺជាមួយថៃពាក់ព័ន្ធជាមួយនឹងបញ្ហាការលុកលុយរបស់កងទ័ពថៃវាយមកលើឈ្លានពានកម្ពុជារបស់យើងទឹកដីរបស់យើងហើយសពថ្ងៃនេះមានទីតាំងមួយចំនួនដែលថៃបានរំកិលបាទខ្ញុំសូមបញ្ជាក់ណាពេលប្រយុទ្ធអត់មានបានបាត់ទីតាំងនោះទេប៉ុន្តែថៃគឺបានរំកិលដោយរំលោភកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរកម្ពុជារបស់យើងគ្រប់កិច្ចព្រមព្រៀងថៃគាត់អត់គ្រប់គាត់ចេះតែរុញមកម្ដងតិចហើយយើងគ្រប់កិច្ចព្រមព្រៀងអញ្ចឹងហើយគឺបើយើងផ្ទុះអាវុធតទៅទៀតអានឹងសង្គ្រាមនេះកាន់តែធំជាងនឹងថែមទៀតណាបាទអញ្ចឹងហើយគឺទីតាំងមួយចំនួនត្រូវបានថៃគាត់ប្រើកម្លាំងរុញច្រានកាន់កាប់ឈរជើងសប្តាហ៍នេះបាទឈូសឆាយធ្វើបំបត្តិអាដែងផោះតាងអីជាដើមនេះសាងសង់ព្រះសាងសង់អីជាហោហែនេះណាខ្ញុំគិតថានេះគឺជាការរំលោភរបស់ថៃរីឯយើងគ្រប់ច្បាប់ហើយសួរថាតើយុវជនយើងត្រូវធ្វើអីម៉ោងនេះគឺប្រហែលថ្ងៃនេះសម្ដេចតេជោបានអញ្ជើញបាទទៅសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋបងប្អូនយើងជាមួយនឹងមន្ត្រីជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់នៅតាមខេត្តបាត់ដំបងស៊ីមរៀបទីមានជ័យឧត្តរមានជ័យបាទសម្ដេចមានភាសារួចហើយខ្ញុំមិនបាច់រៀបរាប់ឡើងវិញថែមទៀតទេបងប្អូនបានស្ដាប់ឮអស់ហើយភាសារបស់សម្ដេចបាទតែតកតងជាមួយរឿងយុវជនគឺចាប់ពីឆ្នាំនេះទៅគឺប្រទេសកម្ពុជាអនុវត្តកាតព្វកិច្ចយោធាណាអញ្ចឹងគឺកន្លងមកនេះគឺមានការបកស្រាយច្រើនពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា
nhóm ngồi chỉ nị thì hiền mà nè và hơi ông cái việc còn rượu hát còn tỏi khai từ chia đào tu để tí chia nè nó quật đòi to việc quan tận năng ca sang bệnh chi mà cục kêu và du chuan đại mẹ du pi đập bờ năm đào mà phải 5 năm nâng màสำหรับมันเป็นกับตาปะเกยโยเทียนั่งส่วนถ้าตากับตาปะเกยโยเทียเนี่ยมาเบียบมันประโยชน์ไอ้คลามาแต่nóเนี่ยได้มันเป็นกับตาปะเกยโยเทียมาទី1គឺជាយុទ្ធសាស្ត្រនៃការការពារជាតិពីចម្ងាយគឺយើងម្ចាស់ការមុនខ្ញុំស្ដាប់ឮហើយអិសរាជជនខ្លះថាបើចង់បានសន្តិភាពទៅត្រៀមធ្វើសង្គ្រាមកម្ពុជាអត់ត្រៀមធ្វើសង្គ្រាមទេយើងម្ចាស់ការមុនកុំឲ្យមានសង្គ្រាមអញ្ចឹងទេគឺចំណុចទី1នេះគឺជាការម្ចាស់ការការពារពីចម្ងាយអាហ្នឹងទី1ខ្ញុំសូមប្រើពាក្យនេះវិញបាទទី2គឺជាពេលវេលាដែលទៅហាត់បឹកបឺនកែទម្លាប់បឹកបឺនជាការបង្រៀនរបៀបរស់នៅទម្លាប់រស់នៅហើយជាពិសេសគឺធ្វើឲ្យសុខភាពពលរដ្ឋនឹងបានល្អព្រោះកាលណាហាក់នឹងទាំងអស់សិតជាការហាត់ប្រាណទី3គឺកាត់បន្ថយការបង្ហូរឈាមក្នុងករណីប្រទេសមានសង្គ្រាមវាមិនមែនគ្រាន់តែជាកម្លាំងសម្រាប់ទៅបំពេញចតបឲ្យប្រយុទ្ធទេប៉ុន្តែសង្គ្រាមរបស់យើងជាជនស៊ីវិលក៏ដោយយើងដឹងថាបើក្របបាញ់អញ្ចឹងត្រូវធ្វើលេនដ្ឋានវាមិនបាទនេះគឺកាត់បន្ថយការបង្ហូរឈាមបើសិនជាអាយុជីវិតបើប្រទេសមានសង្គ្រាមបាទអាហ្នឹងហើយទី4គឺជាការអប់រំស្មារតីស្នេហាជាតិមួយជាពិសេសគឺការគោរពច្បាប់វិន័យហើយអាចុងក្រោយគឺគាត់បានវិជ្ជាជីវៈមួយមកផ្ទះវិញបាទពុតពេលដែលទៅចូលកងទ័ពកាតព្វកិច្ចហ្នឹងមិនមែនតែអង្គុយកំភ្លើងកាន់តែចាំរបាញ់គ្នាទេអត់ទេបាទអ្នកខ្លះតែរៀនបើកឡានអ្នកខ្លះទៀតជួសជុលគ្រឿងម៉ាស៊ីនអីយ៉ាងទៅបាទអ្នកខ្លះទៀតក៏ទៅធ្វើកសិកម្មទៅដាំទៅដុះអញ្ចឹងទាំងអស់នេះដែលខ្ញុំរៀបរាប់មិញនេះវារួមទាំងមកធ្វើកិច្ចការងារខាងវិស័យវិស្វកម្មផងរៀបអិតសង់ផ្ទះសង់អីថ្ងៃក្រោយគាត់ត្រឡប់មកផ្ទះវិញគាត់បានរបរមួយបើគាត់រៀនបើកឡានមកវិញគាត់ទៅបើកឡានឲ្យក្រុមហ៊ុនទៅបាទគាត់បានប្រាក់មួយទៀតគឺពាក់ព័ន្ធជាមួយនឹងថាទៅរៀនកិច្ចការងាររៀបអិតរៀបអីយ៉ាងមកបាទអញ្ចឹងគឺថ្ងៃក្រោយទៅផ្ទះគាត់ដែលត្រូវការធ្វើផ្ទះធ្វើអីគាត់មិនបាច់ទៅជួលជាងមកវិញណាកប៉ិចកប៉ុកទិញតែអិតទិញតែសំងមកធ្វើខ្លួនឯងបានដាំបន្លែដាំដំណាំចិញ្ចឹមសត្វទៅកងទ័ពហ្នឹងក៏ធ្វើអាហ្នឹងអញ្ចឹងដល់មកផ្ទះគាត់ចេះដាំគាត់ចេះចិញ្ចឹមបាទនេះគឺថាជាផលដែលបានមកពីកាតព្វកិច្ចយោធាដែលថាតើនៅក្នុងពេលនេះចំពោះមុខការឈ្លានពានតើយុវជនគួរធ្វើអីបាទនេះគឺខ្ញុំគិតថាកាតព្វកិច្ចយោធានឹងមួយដែលយើងខ្ញុំសូមលើកយកមកបង្ហាញជូនយុវជនរបស់យើងក្នុងក្របខ័ណ្ឌកាតព្វកិច្ចយោធាបាទពីព្រោះអីកាតព្វកិច្ចយោធាអ្នកដែលចូលទៅក្នុងកងទ័ពនេះអត់មានប្រាក់ខែដូចអ្នកដែលញ៉ាំទ័ពអាជីពទេបាទនៅតែប្រាក់គេហៅថាប្រាក់ឧបត្ថម្ភព្រោះគាត់មកធ្វើតា2ឆ្នាំគាត់ទៅផ្ទះគាត់វិញហើយបាទបើគាត់ទៅជាអាជីពអាហ្នឹងបានគាត់មានប្រាក់ខែរបស់គាត់ច្រើនជាងហ្នឹងបាទប៉ុន្តែគោលរបបផ្សេងដូចគ្នានឹងទ័ពអាជីពចឹងបាទហ្នឹងគឺរឿងចឹងអញ្ចឹងសរុបឲ្យខ្លីមកវិញយុវជនរបស់យើងនៅពេលនេះគឺយើងកំពុងរស់នៅក្នុងសន្តិភាពបាទឱកាសដែលល្អបំផុតគឺបងប្អូនកុំឲ្យទៅហួសខិតខំរៀនណាដំបូងខិតខំរៀនពុះពេលវេលារៀនសូត្រមិនមែនពេលណាចេះតែរៀនបានទេបាទមានរឿងដូចណាគេហៅថាចំនួនណា generation ហ្នឹងគឺចំនួនបច្ចេកវិទ្យាក៏វាមានចំនួនរបស់វាមនុស្សក៏ត្រូវមានចំនួនដែរកាលចំនួនខ្ញុំបច្ចេកវិទ្យាផ្សេងឥឡូវមកដល់ digital មកដល់ AI ណាមកអញ្ចឹងក៏ត្រូវតែមនុស្សសម័យ AI ដែរសម័យ digital ដែរมันអាចយកមនុស្សដូចពួកខ្ញុំចំនួនមុនខ្ញុំធ្វើនារសាពីដើមខ្ញុំជំនួសទូរស័ព្ទបាទប្រើរត់សបុតឥឡូវមិនចាំរត់សបុតទេលើកឡើងផ្លេតមើលឃើញមុខផ្លេតបាទ